សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកបន្តមេរៀនរបស់យើងវិញគឺយើងមកដល់មេរៀនទី4ចំណុច2 4.2គឺ Riba នៅក្នុង Footing អញ្ចឹងតើកុំឲ្យខាតពេលយើងគឺយើងចូលមកកាន់ប្លង់ Revit របស់យើងទាំងអស់គ្នាមកនេះ file Revit របស់យើងអញ្ចឹងមានថាប្លង់នេះគឺជាប្លង់ដែលយើងបាន model វារួចរាល់អស់ហើយតាំងពីFooting មកដល់ដំបូលអញ្ចឹងបើសិនជាគ្នាយើងធ្វើអត់ទាន់ហើយយើងចង់បន្តមកដាក់តាក់ទងជាមួយនឹងដៃទាំងអស់គ្នាគឺយើងអាចចូលមកកាន់កន្លែង folder មកនេះយើងចូលមកកាន់កន្លែង folder យើងហើយយើងចូលបើកកន្លែងនេះមួយឈប់សិននេះកន្លែង file យើងចូលមកកន្លែង file ហ្នឹងមកនេះយើងអាច download file នេះយកមកប្រើបានគឺមេរៀនហ្នឹងគឺតាំងពីមេរៀនទី1មកគឺយើងបាន model វា full ក្នុងហ្នឹងហើយហ្នឹងបើសិនជាគ្នាយើងធ្វើអត់ទាន់ណាប៉ុន្តែបើយើងធ្វើទាន់អីមិនបាច់យក file ហ្នឹងទេព្យាយាមធ្វើខ្លួនឯងឲ្យហើយទៅគឺយើងមកបន្តទៅដាក់មេរៀនតាក់ទងជាមួយនឹងដែកបន្តទៀតអញ្ចឹងតោះយើងបើក file មក file Revit របស់យើងវិញយើងចូលមកកន្លែងនេះមកទៅយើងចូលមកកាន់ file Revit របស់យើងវិញនេះនេះយើងបើកប្លង់ហ្នឹងមកអញ្ចឹងមួយទៀតគឺយើងចូលមកកាន់កន្លែង file AutoCAD ដូចគ្នាដែរយើងចូលមកកាន់ file AutoCAD មកហើយយើងបើកយកប្លង់នេះមួយគឺប្លង់តាក់ទងជាមួយនឹង detail footing នេះយើងអូសមកលើមកយើងចូលមកបើក file ហ្នឹងមើលមួយអញ្ចឹងគឺយើងធ្វើការដាក់ដែកនៅfooting F1 មុនគេអញ្ចឹងនៅក្នុង footing គឺខ្ញុំធ្វើឲ្យអ្នកទាំងអស់គ្នាមួយហើយយើងអាចធ្វើទៅបន្តទៀតអញ្ចឹងមានន័យថានេះគឺយើងធ្វើឲ្យដាក់ឲ្យមកស្អាតហ្នឹងមកហើយក្រោយនេះគឺគ្នាយើងអាចធ្វើវាជា homework បានហើយកន្លែងណាឆ្ងល់ឬក៏អត់ចេះអីអាចចាំយើងឆាតមកចាំខ្ញុំប្រាប់តាមក្រោយទៀតអញ្ចឹងមានតែគ្នាយើងធ្វើឲ្យបានច្រើនទេបើយើង start ជាមួយនឹង shortcut របស់វាយើង start ការគូរនឹងបានលឿនហើយពេលដែលយើងគូរទៅមិនដឹងថាមានកំហុសឬក៏កន្លែងណាអីដែលយើងអត់ទាន់ណាអានឹងមិនយើងដឹងប៉ុន្តែបើសិនជាខ្ញុំគូរទាំងអស់ក៏គ្នាយើងអត់ដឹងដដែលហ្នឹងអញ្ចឹងយើងព្យាយាមគូរវាព្យាយាមធ្វើវាដោយខ្លួនឯងទៅធ្វើឲ្យបានច្រើនអញ្ចឹងយើងមកកាន់ file របស់យើងវិញចូលមក file Revit មកអញ្ចឹងfile ដែលយើងត្រូវគូរគឺតាក់ទងជាមួយនឹង file នៅប្លង់តាក់ទងនឹងប្លង់ level ដក2ម៉ែត្រនេះគឺ level footing ហ្នឹងអញ្ចឹងដើម្បីបាន file ហ្នឹងគឺយើងត្រូវអញ្ចឹងខ្ញុំលុបអានេះរបស់ខ្ញុំសិនគឺខ្ញុំលុបវាចោលសិនហើយយើងចូលមកកាន់យើង select លើវាមួយមកបើសិនជាយើងអត់មានតែបើខ្ញុំវាមាននៅនេះមួយទៀតហើយអញ្ចឹងខ្ញុំធ្វើនេះឲ្យគ្នាយើងមើលម្ដងទៀតចុះយើង select វាមួយហើយយើងចូលមកកាន់កន្លែង view ចូលមកកន្លែង view គឺយើងនឹងឃើញមានពាក្យថា plan view នេះយើង apply វាចូលមក structure plan ហ្នឹងមកអញ្ចឹងនៅក្នុងនេះវាអត់ show ឲ្យយើងទេត្រូវដោយសារតែយើងដាក់ថា do not duplicate existing view អញ្ចឹងខ្ញុំបើកវាហើយខ្ញុំបង្ហាញវាកន្លែង footing plan នេះខ្ញុំ apply វាសតថ្មីអញ្ចឹងកន្លែងហ្នឹងគឺវានឹង load ឲ្យយើងបានប្លង់នៅតាក់ទងជាមួយនឹងជាន់កន្លែងដក2ម៉ែត្រហ្នឹងគឺ footing ហ្នឹងហើយកន្លែងនេះគឺខ្ញុំធ្វើការដូរឈ្មោះវាវិញទៅlevel វាដក2ម៉ែត្រហ្មងខ្ញុំដាក់វា level FL ហ្នឹងដក2ម៉ែត្រមកនេះអញ្ចឹងlevel ហ្នឹងគឺដាក់ដកវា2ម៉ែត្រមកហើយយើងចូលមកគឺយើងបានប្លង់នេះមួយអញ្ចឹងអានេះគឺវាមាន scale របស់វាប៉ុន្មានយើងចូលមកមើលប្លង់របស់យើងមក footing plan របស់យើង footing plan របស់យើងគឺវាមាន scale គឺ150អញ្ចឹងយើងដូរវាដាក់150ដែរហ្នឹងយើងចូលកន្លែង custom scale ហ្នឹងយើងវាយ150មកនេះបន្តមកទៀតគឺយើងត្រូវធ្វើមិនទៀតគឺមានថាវាអត់សូដូចនៅក្នុងនេះឲ្យត្រូវហើយយើងអាចមើលក្នុងនេះវាសូឲ្យយើងនៅតាក់ទងជាមួយនឹងផាលវាសូជាមួយនឹងកលឹមហើយសូជាមួយនឹងនេះឡាញរបស់ footing នេះវាដាច់ដោយសារយើងមើលពីលើមកគឺអានឹង hidden line អញ្ចឹងទៅវាអត់សូបន្ទាត់ជាប់បានអាហ្នឹងវាសូបន្ទាត់ដាច់ហ្នឹងអញ្ចឹងដើម្បីដឹងអាហ្នឹងគឺយើងចូលមកកាន់ប្លង់
elevation របស់យើងមកនេះយើងចូលមើល elevation អញ្ចឹងប្លង់យើងមិញហ្នឹងគឺវាបង្ហាញគឺយើងសូឃើញតែប្រភេទ footing នេះទេត្រូវហើយប្លង់របស់យើងគឺយើងចង់ឲ្យវាឃើញទាំងអស់គឺលក្ខណៈថាផាលនេះក៏ឃើញសសរនេះក៏ឃើញដូចគ្នាដែរអញ្ចឹងយើងត្រូវធ្វើម៉េចឥឡូវយើងចូលមកកាន់កន្លែងនេះដដែលវិញហើយខ្ញុំបិទអានេះហើយបើកតែ2ទេខ្ញុំបើកតែអា2ហ្នឹងទេអញ្ចឹងដើម្បីបានហ្នឹងគឺយើងចូលមកកាន់កន្លែង title view នេះមកគឺវានឹងសូឲ្យយើង2នេះបាន2អញ្ចឹងកន្លែងប្លង់យើងនេះយើងចូលមកកាន់តាក់ទងជាមួយនឹងខាងឆ្វេងដៃគឺតារាង property យើងឃើញមាន view range ហ្នឹងប្លង់បាតរបស់យើងនេះគឺប្លង់ footing ហ្នឹងអញ្ចឹងគ្នាយើងឃើញកន្លែងនេះនៅក្នុងកន្លែង footing របស់យើងហ្នឹងខ្ញុំបើកឲ្យឃើញអានេះមកនេះអញ្ចឹងកន្លែង view នេះហ្នឹង view range នេះកន្លែង view range ហ្នឹងគឺយើងឃើញហើយគឺវាថាវាបង្ហាញនៅកន្លែងនេះ level របស់វាគឺ level អីគេ footing គឺនេះវាបង្ហាញនេះអញ្ចឹងនៅកន្លែងវាដាក់ថា top គឺប្រវែង600ហ្នឹងគឺវា view ពី level នេះទៅខ្ទង់វាឃើញនៅចន្លោះវាឃើញអាចនៅត្រឹមហ្នឹងគឺ600ហើយកន្លែងកាត់ level 300នេះវាអាចឃើញនៅនេះបន្ទាត់បៃតងនេះវាអាចនៅចន្លោះនេះវានៅកន្លែងហ្នឹងហើយតាក់ទងជាមួយនឹង level bottom របស់វាគឺ bottom footing ដក 1.2 ម៉ែត្រវាអាចសូមកត្រឹមនេះមកហើយជាមួយនឹង level view ជម្រៅរបស់វាគឺនេះview នេះវាអាចមកត្រឹមនេះអញ្ចឹងមានន័យថាតសនេះវាអត់ឃើញទេត្រូវអញ្ចឹងយើងអាចview អានឹងឡើងបន្តិចទៀតមកដាក់វាខ្ទង់ជាមកដល់ត្រឹមហ្នឹងយើងអាចយកខ្ទង់ជា1ម៉ែត្រកន្លះឬក៏2ម៉ែត្រមកកន្លែងហ្នឹងហើយអានេះគឺយើងយកវាយើងកាត់ plan វាឲ្យដល់តសដែរយើងកាត់ plan វាវាយម៉ានអញ្ចឹងយើងអាចកាត់ទៅដល់1ម៉ែត្រដែរមកហើយអានេះគឺយើងដាក់វាយហ្នឹងគឺវាអូខេហើយគឺមានថាវាអាច view មកដល់ជម្រៅណាវានឹងមើលឃើញផាលដូចគ្នាអញ្ចឹងឥឡូវយើងដូរមកកន្លែងនេះហ្នឹងគឺខ្ញុំដូរឥឡូវយើងដាក់នេះ1.5ម៉ែត្រនេះហើយអានេះគឺយើងដូរវាមកប៉ុន្មានគឺ1ម៉ែត្រដែរយើងដាក់1ម៉ែត្រចោលសិនមើលហើយកន្លែងនេះគឺយើងអាចយកប៉ុណ្ណឹងបាននេះគឺវានឹងឃើញសូផាលឲ្យយើងដូចគ្នានេះអញ្ចឹងមានន័យថាតសរបស់យើងកន្លែងនេះហ្នឹងគឺវាបង្ហាញឲ្យយើងហើយតសអញ្ចឹងវាអត់ឃើញផាលត្រូវហើយយើងឥឡូវយើងអ្នកទាំងអស់គ្នា select វាអូខេសិនមកអញ្ចឹងបើសិនជារបស់យើងវាអត់ឃើញផាលយើងអាចមក check មើលកន្លែងតាក់ទងជាមួយនឹង visual style របស់យើងនេះតើយើងបង្ហាញវានៅក្នុងជាប្រភេទអីគេជា wireframe ជា hidden line ជា set ឬក៏ជា consistent color ឬក៏ជាអីអញ្ចឹងណាអញ្ចឹងបើសិនជាយើងview វានៅក្នុងប្រភេទជា hidden line ហ្នឹងវាអត់សូវឲ្យទេមានន័យថាវាបាំងប៉ុន្តែយើង select អានេះយើង select wireframe នេះមកគឺវានឹងបង្ហាញឲ្យយើងវាសូជាមួយនឹងផាលរបស់យើងបានអញ្ចឹងឥឡូវយើង view តាក់ទង view elevation ហ្នឹងគឺវាសំខាន់កន្លែងហ្នឹងអ្នកទាំងអស់គ្នាពេលណាយើង view ទៅអត់ត្រូវគឺកន្លែងក្នុងប្លង់បាតរបស់យើងហ្នឹងវាអត់សូវឲ្យយើងឃើញទេអាកន្លែងហ្នឹងហើយមួយទៀតគឺយើងនឹង apply វាទៅក្នុង template ដើម្បីឲ្យអីគេនេះដើម្បីឲ្យដូចទៅនឹង file របស់យើងដែលបាន file PDF របស់យើងហ្នឹងគឺយើងនឹង apply វាបន្តទៀតអញ្ចឹងនៅកន្លែងហ្នឹងគឺអ្នកទាំងអស់គ្នាធ្វើការ duplicate វាមួយមកយើងចុចខ្ញុំបើកអានេះប្លង់ឲ្យទៅជា view តែមួយវិញអញ្ចឹងនៅក្នុងកន្លែងនេះយើងអាច duplicate វាមកនេះកន្លែងហ្នឹងគឺយើងចុច mouse ស្ដាំហើយយើងយក duplicate ខ្ញុំគិតថាមិនបាច់យកតាក់ទងជាមួយនឹង detailing ក៏បានដែរអញ្ចឹងដូចខ្ញុំបញ្យល់ហើយអាតាក់ទង duplicate ហ្នឹងវាមាន3ហ្នឹងអា duplicate នេះគឺសម្រាប់ duplicate វាឯករាជ្យទៅវាហ្មងគឺពេលដែលយើង duplicate ទៅគឺវាដោយតែរូបប្រភេទជា 3D ទៅទេហើយទោះបីជាយើងកែអាក្នុងប្លង់ដែលយើង duplicate ហ្នឹងមួយទៀតក៏វាអត់ប៉ះពាល់អីគូបន្ទាត់គូអីក៏វាអត់ឆ្លងមកដល់អាមួយទៀតដែលយើងស្រាលដើមមកវាប៉ុន្តែប្រភេទជា dim នេះដូចប្រភេទជា dim បើសិនជាយើងមាន dim មានអីគឺយើងយកអាប្រភេទហ្នឹងគឺវាអត់រត់ទៅឲ្យទេមានន័យថាវាបានវារត់មកតែប្រភេទជា footing ជា phal column ដែល 3D ហ្នឹងអាហ្នឹងគឺវារត់ឲ្យប៉ុន្តែបើសិនជាយើង
giờវាជា duplicate with detailing ហ្នឹងគឺមានន័យថានៅក្នុងប្លង់ដើមវាមានអីគឺវាមានដូចគ្នាទាំងអស់បើសិនជាយើង dim វាអ្នកទាំងអស់គ្នាយើងអាច dim វាអញ្ចេះមកឥឡូវខ្ញុំ dim នេះហើយខ្ញុំ duplicate អាហ្នឹងឲ្យមើលអញ្ចឹងមានថាគឺវានឹងមកដូចគ្នាដែរនេះពេលយើង duplicate អញ្ចឹងឃើញហើយប៉ុន្តែបើសិនជាយើងយក duplicate អានេះឥឡូវខ្ញុំលុបអានេះចេញវិញយើងយក duplicate detail duplicate ទទេនេះគឺវាថាវាអត់មកទេគឺវាមកតែប្រភេទ 3D នេះទេអាហ្នឹងគឺវាមកហើយមួយទៀតគឺតាក់ទងជាមួយនឹងduplicate នៅក្នុងនេះ dependent នេះអា duplicate ហ្នឹងបើសិនជាអ្នកទាំងអស់គ្នាកែប្លង់ដើមកែមិនគឺប្លង់ហ្នឹងវារត់មកអញ្ចឹងដែរឥឡូវទៀតថាខ្ញុំ duplicate dependent នេះយើងយក duplicate dependent ហ្នឹងហើយខ្ញុំធ្វើការនេះចូលមកប្លង់ដើមមកវាវិញគឺគ្នាយើងគូឡាញឬក៏គូអីមួយទៀតថាខ្ញុំគូឡាញចុះគូឡាញគូអញ្ចេះវាថានៅក្នុងប្លង់នេះហ្នឹងក៏វាបង្ហាញដូចគ្នាដែរឃើញទេអញ្ចឹងប្លង់មេវាបង្ហាញមិនអាប្លង់ដើមបង្ហាញមិនគឺអាប្លង់ duplicate dependent ហ្នឹងគឺវាបង្ហាញឲ្យយើងដូចគ្នាអញ្ចឹងទាំងអស់ដែរអញ្ចឹងអាហ្នឹងគឺលក្ខណៈតាក់ទងជាមួយនឹង duplicate ឲ្យគ្នាយើងបានដឹងថា duplicate ហ្នឹងគេប្រើមិនអា duplicate នោះគេប្រើមិននៅពេលដែលយើងដឹងអាហ្នឹងទៅពេលដែលយើងធ្វើការទៅវាងាយស្រួលសម្រាប់ការងាររបស់យើងអញ្ចឹងឥឡូវហ្នឹងគឺខ្ញុំយកចុច mouse ស្ដាំហើយ duplicate គឺខ្ញុំយក duplicate view ទេខ្ញុំយក duplicate duplicate ធម្មតានេះអញ្ចឹងយើងយកអាហ្នឹងមកបន្ទាប់មកទៀតគឺយើងចុចអាកន្លែងទី2ហ្នឹងអាកន្លែងនេះហ្នឹងហើយយើងចុច mouse ស្ដាំទៀតយើងនឹងឃើញពាក្យមួយដែលគេហៅថាapply template នេះគឺ apply template នេះហ្នឹងយើងចុចលើអញ្ចឹងហើយយើងចុចកន្លែងហ្នឹងមកហើយយើងនឹងឃើញមានផ្ទាំង template មួយដែលវាលោតមកនេះអញ្ចឹងដំបូងឡើយគឺខ្ញុំយកតាក់ទងជាមួយនឹងកន្លែងfooting plan សិនយើង apply វាទៅ footing plan នេះអញ្ចឹងនៅពេលដែលយើង apply វាទៅ footing plan យើងឃើញfile របស់យើងគឺវាដូចទៅនឹងfile PDF យើងព្រោះនៅក្នុង view template ហ្នឹងគឺយើងបានកំណត់រួចអស់ហើយតាក់ទងជាមួយនឹង line តាក់ទងនឹងការកាត់តសនេះតសនៅពេលដែលយើងកាត់ section គឺវាឃើញ color វាមិនអញ្ចឹងដើម្បីបង្ហាញ color តសវាកន្លែងហ្នឹងគឺគ្នាយើងអាចមកកន្លែងតារាង property មកនេះតារាង property ហើយយើងអ្នក view template នេះអញ្ចឹងយើង apply វាទៅក្នុង footing plan ហើយយើងចូលមកកាន់កន្លែង edit នេះមកយើងចូលមកមើលកន្លែងយើង search មកដាក់ថា structure column ហ្នឹងយើងវាយពាក្យ column ក៏បានដែរនេះអញ្ចឹងដើម្បីឲ្យវាបង្ហាញពណ៌ហ្នឹងគ្នាយើងគ្រាន់តែចូលមកកន្លែងហ្នឹងហើយយើងដូរវាមកគឺមានន័យថាកន្លែងនេះគឺវាខាត់បើសិនជាចិនពិត column ហ្នឹងវាខាត់គឺវាឃើញពណ៌អញ្ចេះអាកន្លែងនេះកន្លែង surface របស់វាអាផ្ទៃលើបំផុតហ្មងអញ្ចឹងក៏ខ្ញុំដាក់ពណ៌ដូចគ្នាដែរអាហ្នឹងគ្នាយើងដាក់ពណ៌មិនក៏បានដែរវាអត់ជាបញ្ហាអីទេយើងអាចដូរពណ៌គឺឲ្យវាវាក់សូរនៅលើនឹងបានអញ្ចឹងយើងអត់ទាន់ហើយទេគឺយើងចូលមកតង់ទៀតឥឡូវខ្ញុំធ្វើការលុបអានេះចេញសិននេះអា footing plan ចាស់របស់យើងហ្នឹងខ្ញុំ copy អានេះចូលមកអាចាស់របស់យើងនេះអាថ្មីរបស់យើងហ្នឹងខ្ញុំ copy មកខ្ញុំមកផាសនៅកន្លែងនេះបន្ទាប់មកទៀតគឺអ្នកទាំងអស់គ្នាលុបអានេះបានយើងលុបអានេះចេញសិនហើយយើងដូរឈ្មោះនេះវិញដាក់ footing plan មកអាកន្លែងខ្ញុំ copy មកមិញលឿនហ្នឹងគឺខ្ញុំប្រើ shortcut របស់វានៅពេលដែលអ្នកទាំងអស់គ្នា control C ហើយយើងមិនវាឃើញតារាងនេះមួយឲ្យកន្លែងផាសនេះអញ្ចឹងយើង align to current view ហ្នឹងគឺវាលឿនកន្លែងហ្នឹងយើងអាច align កន្លែងហ្នឹងបានហើយយើងចង់ដូរ color វាឲ្យវារៀងអត់សូវដិតអីយើងចូលមកកាន់កន្លែងនេះមកយើងចូលមកកាន់កន្លែងនេះមកយើងយក footing plan នេះអាហ្នឹងគឺវាបង្ហាញជាស្មោលឲ្យយើងអញ្ចឹងមិញគឺខ្ញុំលុបអានោះចោលហើយអញ្ចឹងវាអត់ទាន់ហើយទេគឺយើងចូលមក duplicate អាហ្នឹងមួយទៀតដើម្បីឲ្យបាននេះប្លង់ប្រភេទនេះកន្លែងនេះ
អញ្ចឹងយើងត្រូវ duplicate វាមួយទៀតគ្នាយើងចូលមកកាន់កន្លែងហ្នឹងដដែលយើងចុច mouse ស្ដាំហើយ duplicate មួយមកយើងយក duplicate វាបន្តមកទៀតគឺយើងsearch មើលថាកន្លែងហ្នឹងគេដាក់ឈ្មោះអីខ្ញុំបើក PDF របស់យើងនេះអញ្ចឹងគេដាក់ថា F1 អញ្ចឹងយើងថ្ងៃហ្នឹងគឺយើងដាក់ដៃនៅក្នុង F1 តាក់ទងជាមួយនឹង top យើងមិញគឺយើងធ្វើបឋម riba មុនត្រូវអត់អញ្ចឹងមកបឋម riba មុនគឺយើងចូលមកកាន់កន្លែងហ្នឹងហើយយើង save ឈ្មោះវាចឹងមកយើងដាក់ខ្ញុំ copy ឈ្មោះហ្នឹងមកខ្ញុំ copy ឈ្មោះវា copy ហើយយើង rename វាកន្លែងនេះមកនេះយើង rename នៅក្នុងនេះដោយសារតែឈ្មោះហ្នឹងវាមានហើយអញ្ចឹងវាអត់អាចដាក់បានយើងអាចចូលទៅលុបអាហ្នឹងចេញឬក៏យើងគ្រាន់តែ add ឈ្មោះថ្មីមកបន្តិចក៏បានដែរឥឡូវនេះកន្លែងហ្នឹងគឺវាមានហើយខ្ញុំ search កន្លែងនេះមកអញ្ចឹងអាហ្នឹងយើងអាចលុបវាចេញបាននេះអ្នកទាំងអស់គ្នាយើងធ្វើការលុបវាចេញឬក៏យើងទៅ edit ឈ្មោះហ្នឹងថែមអីមួយមកបន្តមកទៀតគឺយើងចូលមកដាក់ឈ្មោះរបស់យើងអានេះវិញបានអត់អីទេនេះយើងដូរវាមកបន្តមកទៀតគឺយើងត្រូវកាត់យកតែប្រភេទ footing មួយទេមកដែលយើងមកត្រូវគណនាវាឥឡូវប្រភេទ S1 របស់យើងគឺពួកនេះហើយគឺប្រភេទS1 របស់យើងគឺមានអានេះនិយាយទៅនៅជួរនេះអញ្ចឹងប្រភេទ S1 របស់យើងដើម្បីកាត់អានឹងបានគឺអ្នកទាំងអស់គ្នាបើកជាមួយនឹងcrop view របស់យើងនេះshow crop view ហ្នឹងគឺយើង select បើកវាមកអ្នកទាំងអស់គ្នាទាញវាយើងទាញវាមកទាញវាម្ដងនេះទៀតអានេះយើងទាញវាមកដែរទាញវាឲ្យគៀកហ្នឹងមកអានេះទាញឲ្យគៀកគ្នាមកទាញម្ដងនេះមកបន្តមកទៀតគឺយើងត្រូវអីគេយើងត្រូវ apply វាចូលមកក្នុងតាក់ទងជាមួយនឹង footing detail របស់យើងអញ្ចឹងអានេះវានៅក្នុង footing plan ទេយើងចុច mouse ស្ដាំមួយទៀតចុច mouse ស្ដាំហើយយើង apply វានេះយើង apply មកនៅពេលហ្នឹងគឺវានឹងបានតារាងមួយហើយគឺយើងដាក់តាក់ទងជាមួយនឹងfooting detail bottom riba មុនអញ្ចឹងយើងចុចលើ select លើ riba មក bottom riba ហ្នឹងហើយយើង apply វានេះអញ្ចឹងនៅក្នុងហ្នឹងគឺ template របស់យើងហ្នឹងគឺវាបាន set ឲ្យយើង direct ឯងគឺមាន scale ជាមួយនឹង1/20យើងទាញវាឲ្យខ្លីនេះមកខាងនេះដូចគ្នាដែរអញ្ចឹង riba របស់យើងដែលត្រូវធ្វើមុនគេគឺនេះតាក់ទងជាមួយនឹង F1 ហើយប្រភេទតាក់ទងមួយដៃខាងក្រោមអញ្ចឹងអាហ្នឹងគឺដៃខាងក្រោមបន្តមកទៀតគឺយើងមានយើងគូ line concrete មុនគេ line concrete នេះគឺវាជុំវិញហ្នឹងគឺវាមានប្រវែងវា50មីលីម៉ែត្រយើងចូលមកកន្លែងនេះអ្នកទាំងអស់គ្នាចូលមកកាន់ annotate មកនេះ annotate ហើយយើងឃើញមានពាក្យមួយថា region នេះយើងឃើញ region អញ្ចឹងcomment ហ្នឹងគឺនៅក្នុង AutoCAD យើងប្រើ comment hash ដើម្បីហាច់វានេះនៅក្នុង AutoCAD គឺយើងមាន comment hash នេះ hash ហ្នឹងគឺវាហាច់អញ្ចឹងឥឡូវយើងនៅក្នុងហ្នឹងយើងដូរវាដូចគ្នាមកយើងចូលវាយអក្សរ K enter មកហើយយើងដាក់ fill region មិញយើងដូរ comment ឲ្យដូចនៅក្នុង AutoCAD ដែរខ្ញុំដាក់អក្សរ hash ហ្នឹងនេះហើយយើង assign វាមកអញ្ចឹងអ្នកទាំងអស់គ្នាមិនវាយអក្សរ hash មកគឺវា load អា fill region ហ្នឹងហើយយើងអត់ចាំបាច់ត្រូវចូល annotate ហើយយើងរើស fill region នេះមិនតង់ទៀតទេអញ្ចឹងពេលដែលយើងដូរហើយហ្នឹងគឺយើងគ្រាន់តែវាយអក្សរ hash មក enter ទៅវា load ឲ្យយើងទៅហើយអញ្ចឹងខ្ញុំអត់ចាំបាច់ដូរវាទៀតទេហើយកន្លែងនេះយើងយកជាrectangle មកគូមកយើងគូយើង offset វា50មកយើងវាយ50មកអញ្ចឹងខ្ញុំគូកន្លែងនេះ offset វា50បន្តមកទៀតគឺយើងដាក់នេះ0វិញមកនេះអញ្ចឹងនៅពេលដែលយើងគូហើយយើងកុំទាន់finish វាកន្លែងនេះយើងកុំទាន់ finish ហ្នឹង
យើងចូលមកមើល Field Region របស់យើងនេះអញ្ចឹងអីដែលយើងត្រូវរើសយកហ្នឹងគឺយើងដាក់ថាជា Lean Concrete មកហើយយើងចាំយើង apply finish បញ្ចប់វាអញ្ចឹងគ្នាយើងអាចបិទមួយក្រប view នេះបាននេះយើងបិទក្រប view នេះសិនទៅហើយបន្តមកទៀតគឺយើងត្រូវធ្វើអីគេគឺយើងធ្វើការ dim វានេះយើង dim តាមនេះមក dim ដូចគេដែរមកយើង dim មកណាគ្នាយើងអញ្ចឹងឥឡូវបន្ទាប់ពីយើងបាន dim វាហើយកន្លែងនេះគឺយើងធ្វើគេបន្តទៀតគឺយើងចូលយើងមកកាត់ section របស់វានេះយើងចូលមកកាត់ section អញ្ចឹងដើម្បីកាត់ section យើងអាចមើលមកកន្លែងខាងលើនេះបាននេះវាមាន tool quick tool របស់វាហ្នឹងអញ្ចឹងយើង select លើវាមួយមកហើយអ្នកទាំងអស់គ្នាចូលមកមើលកន្លែងតារាង property របស់យើងដូរវាយើងយកកន្លែង footing គឺ right នេះមកនេះយើងយកនេះហើយយើង select វាមួយមកអញ្ចឹងអានេះវា error វាអត់ឃើញវាអត់បង្ហាញណាវាអត់បង្ហាញអា section ដែលយើងកាត់ដូចអានេះអញ្ចឹងវាអត់វាអត់បង្ហាញ section ឲ្យយើងឥឡូវយើងចូលមើលអានេះសិនយើងមើលថា view របស់យើងនេះហ្នឹងបើយើងដាក់ត្រូវអត់នេះគឺវាអត់ចំជាមួយនឹងview template ហ្នឹងគឺយើង view ខុសអញ្ចឹងយើងអាចចូលមកដូរវាវិញយើងដាក់ bottom plan វិញមកនេះកន្លែងនេះយើងដូរដាក់ bottom plan មកយើង apply វានេះអញ្ចឹងនេះកន្លែង view section កន្លែងចំណុចកាត់របស់យើងហ្នឹងនេះ section របស់យើងកាត់មិញហ្នឹងអញ្ចឹងយើងទាញវាម្ដងនេះមកហើយអានេះយើងទាញវាមកដល់លើអញ្ចឹងយើងកន្លែងហ្នឹងនេះចំណុចនេះចំណុចទូចនេះនេះចំណុចទូចនេះគឺយើងចុចលើវាមកវាផ្ដាច់វាយើងចុចឲ្យយើងទាញវាដល់នេះមកនេះអញ្ចឹងនៅពេលដែលយើងកាត់ហើយគឺយើង select ដូចជារាល់ដងដែរគឺអ្នកទាំងអស់គ្នា select អានេះ2ដងហ្នឹងនេះអញ្ចឹងគឺវានឹង load ឲ្យយើងចូលនៅកន្លែងfooting section ហ្នឹងអញ្ចឹងវា load ឲ្យយើងនៅកន្លែងហ្នឹងគឺយើងទាញអានេះចុះមកក្រោមមកយើងទាញអានេះចុះមកក្រោមនេះអញ្ចឹងកន្លែងនេះយើងអត់ចាំបាច់សូវាទេយើងអាចចុចcomment ហើយ comment ហ្នឹងគឺខ្ញុំបានប្រាប់ហើយគ្នាយើងអាចដូរ shortcut វាហើយមានថាយើងបិទ view កុំឲ្យឃើញនៅក្នុងហើយអាប្លង់ដែលយើងកំពុងតែធ្វើការហ្នឹងដែលអានេះអញ្ចឹងយើងបិទវាចោលសិនមកនេះយើងបិទវាដូចគ្នាដែរអញ្ចឹងកន្លែងនេះគឺវាមិនវាត្រូវលូតទៅឡើងលើ100ត្រូវហើយនេះគឺប្លង់របស់យើងនេះអញ្ចឹងយើង select អាពីរហ្នឹងមកគឺយើងអាចចូលមកកាន់ 3D របស់យើងហើយ select ទាំងអស់ក៏បានដែរអញ្ចឹងឥឡូវយើងចូលមកកាន់ 3D មកនេះអ្នកទាំងអស់គ្នា select អាហ្នឹងទាំងអស់មកហើយយើងយកនេះកន្លែង offset របស់វាទៅលើគឺ level របស់វាគឺ100អញ្ចឹងគឺវានឹងបង្ហាញឲ្យយើងនៅកន្លែងនេះ
បន្ទាប់មកទៀតគឺកន្លែងនេះវាត្រូវមានsymbol នេះអញ្ចឹងយើងចូលមកកាន់កន្លែងនេះមួយបើសិនជាគ្នាបងអ្នកទាំងអស់គ្នាអត់មានអាចឆាតមកខ្ញុំមកចាំខ្ញុំតម្លាក់ឲ្យនៅក្នុងក្រុមអញ្ចឹងយើងចូលមកកាន់កន្លែង annotate មកហើយយើងចូល detail component អញ្ចឹងអ្នកយើងឃើញអាសញ្ញានេះយើងយកវាមកដាក់ចំកណ្ដាលនេះមកនេះដូចគ្នាដែរអញ្ចឹងខ្ញុំបោះវាទៅក្នុងនេះឲ្យគ្នាយើងខ្ញុំ save បោះទៅឲ្យគ្នាយើងមួយសិននេះអ្នកទាំងអស់គ្នាបើសិនជាយើងអត់មានយើងចូលមកកាន់ folder របស់យើងមកយើងចូលមក download អាsymbol ហ្នឹងមកអញ្ចឹងយើងចូលមក Revit របស់យើងវិញគឺអាកន្លែង section នេះអញ្ចឹងអានេះយើងអាច join វាមកយើងចូលមកកាន់កន្លែង join នេះ select លើវាមួយហើយយើង join វាបើសិនជាវា join អត់បានគឺយើងអាចទៅ check មើលឡើងវិញថាតើប្រភេទជាមួយនឹង material របស់វាដូចគ្នាដែរអត់ហើយមួយទៀតគឺនៅពេលដែលយើងកាត់អាកន្លែងនេះបើសិនជាយើងកាត់ទៅត្រួតចំស៊ីគ្នាហ្នឹងក៏វាបើសិនយើងកាត់អត់ត្រួតចំស៊ីគ្នាក៏វាអត់នេះដែរអត់កាត់ឲ្យយើងដែរអញ្ចឹងឥឡូវយើងមើល material របស់footing វិញម្ដងយើងចូលមកកាន់ហ្នឹងហើយយើងយកកន្លែង edit ថែអញ្ចឹងនេះប្រភេទនេះវាគឺវាផ្សេងគ្នាឥឡូវយើងដូរទៅសឲ្យដូចគ្នាដែរមកនេះ Beton B20ចឹងអានេះយើងយកបេតុង B20 ដែរមកនេះយើងសាកកាត់វាសថ្មីយើងចូលមកវាមកវាអត់ឲ្យយើងឆែកមើលសាថ្មីមួយទៀតគ្នាយើងចូលមកកាន់នេះ rotate មកយើងយក detail component យើង search ពាក្យ break line មកនេះអញ្ចឹង break line នេះយើងយកមួយអា scale 1:25ហ្នឹងមកឥឡូវខ្ញុំទាញយកនេះមកនេះអញ្ចឹងយើងទាញវាម្ដងណាអានេះក៏ដូចគ្នាដែរអានេះខ្ញុំ copy ដាក់មកអញ្ចឹងអាខាងលើនេះម្ដងយើងអាច copy អានេះមកបានដូចគ្នាដែរនេះយើងអាច copy វាហើយចាំយើងកន្លែងហ្នឹងយើងចុច space យើងចង់ដូរវាយើងចុច space មកគឺវាអំបិលឲ្យយើងវា rotate ឲ្យយើងនេះគឺវា rotate អានេះឲ្យយើងទាញអានេះចូលក្នុងបន្តិចមកអានេះដូចគ្នាដែរនេះអញ្ចឹងតាក់ទងបន្តមកទៀតគឺយើងត្រូវការគូឲ្យគេគឺគូ link concrete នៅកន្លែងនេះវាមានប្រវែងវា50ដែរនេះខាងនេះអញ្ចឹងយើងចូលមកកាន់កន្លែងនេះគេ annotate អញ្ចឹងយើងចូលអាហ្នឹងវារៀងយូរបើសិនជាអាចគឺយើងប្រើ shortcut យើងមិញណាយើងទំតែដូរមិញហ្នឹងនេះអញ្ចឹងខ្ញុំចូលអានេះមួយដល់នេះមួយហើយយើង finish វាអញ្ចឹងឥឡូវបន្តមកទៀតគឺយើងធ្វើការឲ្យគេតាក់ទងជាមួយនឹងកន្លែងនេះគឺអានេះអ្នកទាំងអស់គ្នាអាចចូលទៅដេមនៅក្នុង AutoCAD របស់យើងនេះបាននេះយើងអាចចូលមក AutoCAD មកហើយយើងធ្វើការដេមវាអានេះតាក់ទងជាមួយនឹងកម្រាស់ slab របស់យើងនៅលើហ្នឹងគឺយើងសូឲ្យគេនេះយើងនេះមកអញ្ចឹងអានេះគឺ100ហើយថ្មរបស់យើងគឺអានេះគឺកម្រាស់100ដែរអញ្ចឹងពេលដែលយើងចេញប្លង់សាងសង់យើងគូប៉ុណ្ណឹងទៅគឺគេនឹងស្គាល់ហើយអញ្ចឹងឥឡូវខ្ញុំគូហាច់យើងចូលមកកាន់ region មក
ខ្ញុំគូសយកប្រវែងវាប៉ុណ្ណេះចុះ420ហ្នឹងហើយតម្លាក់វាចុះមក100មកនេះប៉ុន្តែអាហ្នឹងគឺយើងដូរយើងអត់យកជា Lean Concrete ទេយើងយកនេះប្រភេទជាថ្មសា0x40ហ្នឹងយើង apply វានេះបន្តមកទៀតអានេះយើងគ្រាន់តែ copy វាមកក្រោមមកយើងចាំបាច់ធ្វើអីម្ដងទៀតអីអញ្ចឹងអានេះយើងដូរវាជាប្រភេទជា concrete អានេះគឺយើងយកថ្មហ្នឹងត្រូវហើយអញ្ចឹងឥឡូវខ្ញុំយកជា concrete ម្ដងអ្នកទាំងអស់គ្នាចូលមកកន្លែងហ្នឹងមកយើង search ពាក្យ concrete មកយើងអាច search នេះ concrete គឺយើងដូរវាមកហើយកន្លែងហ្នឹងយើងត្រូវប្រើឲ្យគេដូចគ្នាដែរគឺតាក់ទងជាមួយនឹង break line ដែរយើងចូលមកកាន់ annotate break line នេះមួយទៀតឯងបើយើងអត់ចង់ចូលមកកាន់កន្លែងហ្នឹងក៏បានដែរយើង select អានេះមួយយើងឃើញមានពាក្យ create similar នេះអានេះគឺនេះអាពាក្យនេះគឺកន្លែងនេះ create similar ហ្នឹងគឺមានថាយើងហៅអា comment យើងហៅអាបន្ទាត់ break line ហ្នឹងមកធ្វើវិញណាអញ្ចឹងគ្រាន់តែយើងចុចអាហ្នឹងមួយហើយយើងចុច create similar មកនេះវាបានអាបន្ទាត់ហ្នឹងមកប្រើហើយអញ្ចឹងយើងគូសយកហ្មងយើងអត់ចាំបាច់ចូលទៅពីប៊ីដងទេយើងខាច់វាកន្លែងហ្នឹងហើយនៅក្នុងចំណុចនេះគឺគេប្រើ EG ដែលគេហៅថាចាញ់វាគឺមានថាយើងអត់ឲ្យយើងអត់ធ្វើ slab របស់យើងហ្នឹងឲ្យ slab របស់យើងហ្នឹងគឺវា connect ចូលជាមួយនឹងសសរទេអាហ្នឹងគេហៅថា slab on grade ហ្នឹងអ្នកទាំងអស់គ្នាអញ្ចឹងឲ្យយើងដាក់វា EG មកនេះកន្លែង EG ហ្នឹងគឺវារៀងចេះEG ហ្នឹងគឺវានៅកន្លែងគៀនហើយយើងធ្វើ slab របស់យើងហ្នឹងគឺវាអត់ connect ជាមួយសសរទេអញ្ចឹងឥឡូវយើងគូហាច់អាហ្នឹងមួយមកគឺយើងចូលមកកាន់កន្លែងដដែលនេះខ្ញុំគូអាហ្នឹងយកប្រហែលជាខ្ទង់10មកអញ្ចឹងអាហ្នឹងយើងហាច់យកពណ៌ខ្មៅណាទាំងអស់គ្នាដើម្បីបង្ហាញថាជា EG ជាន់របស់យើងដូរមក solid black នេះមកនេះបន្ទាប់មកទៀតគឺយើងឥឡូវខ្ញុំបិទអានេះសិនបិទជាមួយនឹង crop view ហើយយើងធ្វើការ dimension របស់វាហើយអញ្ចឹង dimension យើង dimension អានេះមួយ grid line របស់យើងនេះបន្តមកទៀតគឺខាងនេះម្ដងអញ្ចឹងឥឡូវយើងចាប់ផ្ដើមធ្វើការដាក់ដែកនៅក្នុង footing របស់យើង